សួស្តីបងប្អូនបាទអញ្ចឹងនៅក្នុងនេះគ្រូចង់បង្ហាញអំពី app សម្រាប់អនុវត្តបាទទៅលើលំហាត់គណិតជាតិត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងណាបាទអញ្ចឹងលំហាត់ទាំងអស់ហ្នឹងគឺមានទម្រង់ជា version បាទទម្រង់ជាកម្រិតងាយកម្រិតបាទមធ្យមនិងកម្រិតលំបាកបាទអញ្ចឹងយើងអាចចូលមកកម្រិតនេះមកបាទអញ្ចឹងចូលក្នុង app ហ្នឹងមកចុចលើ level 1បាទហើយនៅក្នុងនេះក៏យើងអាចចុច level 2 យ៉ាងទៅបាទក្នុងទៀតយើងអាចចុច level 1 ឬក៏ level 2 ឬក៏ level 3ក៏បានដែរបាទអញ្ចឹងនៅក្នុង app នេះគឺវាមានសារៈប្រយោជន៍ច្រើនដើម្បីយើងអាចវឹកហាត់លំហាត់គណិតជាតិត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទអញ្ចឹងលំហាត់គ្រូកិច្ចព្រមព្រៀងយើងនឹងស្រាវភាគច្រើនគឺជាទម្រង់គេហៅថាជាចំណោទបាទចំណោទអញ្ចឹងក្នុងវីដេអូនេះបងប្អូននឹងបានស្វែងយល់អំពីទម្រង់នៃលំហាត់គ្រូប្រឡងគ្រូកិច្ចព្រមព្រៀងហើយបាទអញ្ចឹងនេះគឺជាលំហាត់ទាំង10ហើយបងប្អូនដែលចង់សិក្សាអាចចូលសិក្សាបានបាទគ្រូនៅតែតឈ្មោះសិស្សហើយតម្លៃសិក្សាសមរម្យបង50000រៀលទេគឺរៀនបានរហូតអញ្ចឹងណាបាទអញ្ចឹងរៀនអត់កំណត់រយៈពេលទេបាទអញ្ចឹងបងប្អូនអាចចូលសិក្សាបានណាបាទហើយមានទាំងបន្ទុកមាននៅក្នុងនោះយើងដឹងថាបន្ទុកយើងបានណាបាទឥឡូវយើងមើលវីដេអូមើលលំហាត់ទាំង10នេះតែម្ដងបាទក្នុងថ្នាក់រៀនមួយមានសិស្សសរុបបាទ40នាក់ប្រសិនបើសិស្សបាទចំនួន1/4បាទនៃសិស្សទាំងអស់អវត្តមានតើមានសិស្សប៉ុន្មាននាក់ដែលបានមកសិក្សាបាទអញ្ចឹងមកសិក្សាមានតែ3លើ4ណាអញ្ចឹងយើងអាចបាន30នាក់ណាគេត្រូវគឺ Q អញ្ចឹងណាបាទអញ្ចឹងយើងមើលទម្រង់មកគេអញ្ចឹងយើងអាចធ្វើតាមណាក៏បានដែរណាបាទបន្តទៀតគឺកន្លែងនេះវិញបាទនេះអត់ទាន់មានចម្លើយយើងមើលទេតែតើយើងធីកណាធីកបានដឹងថាយើងខុសត្រូវណាបាទអញ្ចឹងមានថាតកន្លែងនេះគឺអាវមួយមានតម្លៃ20000រៀលប្រសិនបើហាងលក់បញ្ចុះតម្លៃ 10% តើអាវនោះនឹងត្រូវលក់ក្នុងតម្លៃប៉ុន្មានបាទអញ្ចឹងមានថាអាវហ្នឹងមានតម្លៃ20000ហើយប្រសិនបើចុះ 10% មានន័យថានៅសល់ 90% បាទអញ្ចឹងនៅសល់ 90% គឺយើងយក90គុណនឹង20000នោះវាឃើញ18000ណាបាទនេះ18000បាទហើយក្នុងនេះក៏គេប្រាប់ជាចម្លើយយើងដែរយើងងាយស្រួលទេគឺយើងអាចដឹងចម្លើយយើងបាននេះបាទអញ្ចឹងរបៀបធ្វើគឺយើងអាចធ្វើតាមនេះក៏បានដែរត្រូវដូចគ្នាបាទបន្តទៀតយើងនិយាយពីសុកបាទលោកសុកនិងសៅបាទចាយប្រាក់ចំនួន$500ដោយអនុលោមតាមសមាត្រ3ប្រាក់32តើសុកទទួលបានប្រាក់ប៉ុន្មានអញ្ចឹងយក3បូក2ទៅ5បាទអញ្ចឹងសរុបទៅ5អញ្ចឹង500ត្រូវជា5អញ្ចឹងបើសិនជា2វាត្រូវ200ហ្នឹងឯងប៉ុន្តែក្នុងនេះសុកគឺ3ណា3អញ្ចឹងឡើង300បាទអញ្ចឹងយើងមានលំនាំនៃការគិតចែកណាបាទអញ្ចឹងយើងគិតតាមនេះក៏បានដែរបន្តទៀតយើងនិយាយអំពីដីមួយកន្លែងមានរាងចតុកោណកែងដែលមានបណ្ដោយ20ម៉ែត្រនិងទទឹង15ម៉ែត្រតើបរិមាត្រនោះនៃដីនោះស្មើនឹងប៉ុន្មានបាទអញ្ចឹងដីមួយកន្លែងហ្នឹងមានរាងចតុកោណកែងដែលមានបណ្ដោយ20ម៉ែត្រនិងទទឹង15ម៉ែត្រតើបរិមាត្រនៃអាហ្នឹងវាស្មើប៉ុន្មានយើងបូកចូលនេះវា35គុណ7វា70បាទគឺយើងបានប៉ុណ្ណឹងបាទអូខេអញ្ចឹងបន្តទៀតរថយន្តមួយធ្វើដំណើរក្នុងល្បឿនមធ្យម60គីឡូម៉ែត្រក្នុង1ម៉ោងតើរថយន្តនោះនឹងត្រូវដើរគោលដៅចម្ងាយ150គីឡូម៉ែត្រក្នុងរយៈពេលប៉ុន្មានម៉ោងបាទអញ្ចឹងមានន័យថាបើសិនគេចង់ចរបានរហូតដល់150គីឡូម៉ែត្រតើគេត្រូវការពេលប៉ុន្មានណាបាទអញ្ចឹងមានន័យថាបើ1ម៉ោងវា60អញ្ចឹងយើងយកយើងv វាស្មើនឹងលើtអញ្ចឹងយើងចង់រកtបាទអញ្ចឹងយើងគាត់យក d លើ v មកជាការស្រេចណាបាទអញ្ចឹងយើងយក150ចែក60មកបាទអញ្ចឹងវាឃើញ2ម៉ោងកន្លះណាបាទនេះហ៎បងប្អូនបាទអញ្ចឹងវាមានចម្លើយនេះបាទបន្តទៀតនេះយើងមើលចម្លើយនេះវិញម្ដងមានថា 2x បូក5ស្មើនឹង15អញ្ចឹង
យកទាញបានទៅជា x ស្មើប៉ុន្មានអញ្ចឹងអានេះយកបោះ5ទៅដកបូកបោះឆ្លងញ៉ាទៅជាដកបាទអញ្ចឹងយកទាញបានទៅជាគេហៅថា10ចែកនឹង2វាសល់5ណាបាទអញ្ចឹងសល់5ហ្នឹងឯងអូខេត្រូវទៀតបាទតទៅទៀតយើងនិយាយពីកន្លែងនេះវិញហើយនេះសិស្សបន្ទុកសិស្សមានការបន្លំមានបូកជាតើមធ្យមភាពបន្ទុកនេះបានយកបូកចូលនេះចែក4ណាអញ្ចឹងយើងបាន15 25 34ចែក4 34ចែក4វា8កន្លះបាទអញ្ចឹងចុចទៀតមកបាទអញ្ចឹងយើងចូលដល់នេះអាជីវករម្នាក់ទិញកាបូបក្នុងតម្លៃ$20បាទហើយលក់ចេញវិញក្នុងតម្លៃ$25តើគាត់ទទួលបានប្រាក់ចំណេញប៉ុន្មានភាគរយអញ្ចឹងយើងយកប្រាក់ចំណេញ$5អញ្ចឹង$5ធៀបជាមួយនឹង20បាទយើងបានប្រមាណយក5គុណ100ចែកនឹង20អញ្ចឹងវាបាន25%ណាវាត្រូវទៀតនេះគុណមកបាទនេះម្ដងបាទឪពុកមានអាយុគេហៅថា45ឆ្នាំហើយកូនប្រុសមានអាយុ15ឆ្នាំតើអាយុឪពុកមានចំនួនប៉ុន្មានដងនៃអាយុកូនបាទអញ្ចឹងយើងគ្រាន់តែចែកគ្នាមកជាការស្រេចណានេះស្រួលទេគឺចែកមក3បាទអញ្ចឹងប្រសិនបើ1គីឡូក្រាមស្មើនឹង1000ក្រាមតើ 3.5 គីឡូក្រាមស្មើនឹងប៉ុន្មានក្រាមបាទអញ្ចឹងប្រសិនបើ1គីឡូក្រាមស្មើនឹង1000ចុះបូក 3.5 បាទអញ្ចឹងយើងវានឹងខ្លាយជា3500ណាបាទគេបន្លំយើងណាបាទអញ្ចឹងបន្ទុកយើងបាន100ទេបងប្អូនបាទអញ្ចឹងយើងអាចធ្វើបន្តអញ្ចឹងទៀតមកណាបងណាអញ្ចឹងគ្រូមិនបង្ហាញច្រើនទេអានេះគឺ10លំហាត់បាទតែយើងអាចយកទៅฝึกហាត់បានហើយបងប្អូនដែលចង់រៀនបងប្អូនអាចចុះឈ្មោះបានហើយតម្លៃសិក្សាតែ50000រៀលទេបាទរៀនបានរហូតបាទសម្រាប់ត្រៀមប្រឡងគ្រប់កិច្ចព្រមព្រៀងក្រោយទៀតបាទអញ្ចឹងអរគុណច្រើនបាទហើយយើងមាន version ដែលបាទបន្ថែមទៀតបាទអរគុណច្រើនបង